ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សស្ដីសិក្សានិងសិស្សទាំងអស់គ្នានេះខ្ញុំដំណើរឲ្យក្រុមទី5នៃថ្នាក់គណិតរូបឆ្នាំទី1ចំនួនទី31នៃវិទ្យាមណ្ឌលប្រវត្តិសាស្ត្រប្រទេសខេត្តនបត់ដែលក្រុមមានខ្ញុំឡើងមកធ្វើបទបង្ហាញគឺការបង្កើតដើមនីតិដែលស្ថិតនៅក្នុងមេរៀនទី12ចំពោះទី3មេរៀនទី1ដែលនឹងកម្លាំងម៉ាញ់ទីក្នុងគោលបំណងចង់ធ្វើសម្ភារៈប្រទេសបង្ហាញពីការអនុវត្តជំនាញឈានចូលដល់ដំណើរការផលិតនាងខ្ញុំសូមនិយាយទាក់ទងទៅនឹងការរំលឹកទស្សនវិជ្ជាសិនកម្លាំងអេឡិចត្រូម៉ាញ់ទិកត្រូវបានគេយកទៅអនុវត្តនៅក្នុងចលនាសង្វរដើម្បីធ្វើឧបករណ៍នេះបានយើងត្រូវមានសម្ភារៈដូចជាចឹងយើងចូលដល់ដំណាក់កាលផលិតមុនដំបូងគឺយើងត្រូវមានប្រទេសក្តារនេះមួយហើយជើងទម្រចំនួន2ហើយយើងយកជើងទម្រចំនួន2នេះទៅបិទភ្ជាប់ជាមួយនឹងប្រទេសក្តាររបស់យើងហើយចំណុចបន្ទាប់គឺយើងត្រូវយកមេដៃគ្រីមអូចំនួន2នេះទៅបិទភ្ជាប់ជាមួយនឹងជើងទម្រអញ្ចឹងតើតោទៅនឹងការបិទមេដៃនេះគឺយើងត្រូវបិទថាយើងលេងយ៉ាងម៉េចយើងថាបើយើងបិទពលអះដូចគ្នាហើយអដូចគ្នាយើងដាក់បែបមកទល់គ្នាហើយយើងត្រូវយកបង្គោលដៃចំនួន1ប៉ុន្តែបង្គោលដៃនេះគឺយើងត្រូវមុនដំបូងគឺយើងត្រូវចោះក្តារយើងប្រឡោះកណ្ដាលរវាងមេដៃទាំងពីរនេះសិនហើយនៅពេលដែលយើងចោះវាប្រឡោះកណ្ដាលហើយយើងត្រូវយកដៃនេះទៅសូកប្រឡោះកណ្ដាលនៃមេដៃឬអូទាំងពីរនេះហើយយើងត្រូវមានវាចំនួន6គឺយើងបិទនៅខាងមុខនេះ2ហើយខាងទៀតនេះ2ហើយនៅខាងចុងនេះ2ដើម្បីយើងយកខ្សែទាំងដៃនេះយើងរុំភ្ជាប់វាដើម្បីផ្ដល់ចរន្តមកដល់កន្លែងបង្គោលដៃនេះប៉ុន្តែនៅការយើងបិទភ្ជាប់ខ្សែទាំងដៃជាមួយនឹងបង្គោលវិសនេះកន្លែងចុងនេះគឺខ្សែទាំងដៃយើងត្រូវកោសវាដើម្បីឲ្យវាមានចរន្តឆ្លងកាត់ហើយនៅខាងចុងនៃខ្សែទាំងដៃនេះដើម្បីយើងភ្ជាប់មកបង្គោលដៃនេះគឺយើងត្រូវកោសវាឲ្យអស់ក្រហមនេះយើងកោសវាដើម្បីឲ្យមានចរន្តឆ្លងកាត់មកផ្លាស់ទីមកដល់កន្លែងដៃនេះនៅចំពោះពីនៅខាងមុខពីនេះចំពោះវានៅខាងមុខពីនេះគឺយើងត្រូវយកខ្សែភ្លើងប្រវែង10 សង់ទីម៉ែត្រដែលវាមានខ្សែម្ខាងភ្ជាប់ជាមួយនឹងដង្កាប់ហើយខ្សែម្ខាងទៀតគឺយើងភ្ជាប់វាជាមួយនឹងវាខាងមុខហើយយើងភ្ជាប់វាហើយដើម្បីភ្ជាប់ចរន្តទៅជាមួយនឹងថ្មពិលដើម្បីផ្ដល់ឲ្យស៊ុំរបស់យើងអញ្ចឹងយើងចូលទៅដល់ការផលិតស៊ុំម្ដងពីស៊ុំរបស់យើងគឺយើងត្រូវមានដូចជាប៊ិចមួយហើយនឹងខ្សែដណ្ដែងនិងប្រទេសខ្សែនីក្រូហើយប៊ិចនេះគឺយើងត្រូវដកបដូរវាចេញហើយយើងត្រូវរុំខ្សែដណ្ដែងនេះទៅលើនឹងប៊ិចរបស់យើងប៉ុន្តែយើងរុំប្រមាណក៏បានដែរប៉ុន្តែក្រុមយើងខ្ញុំគឺបានរុំវាចំនួន60ជុំហើយយើងរុំហើយយើងត្រូវទុកខ្សែវាចំនួន4ចុះមកក្រោមដើម្បីយើងយកខ្សែប្រទេសនីក្រូនេះទៅបិទជាមួយនឹងប៊ិចហើយដើម្បីយើងភ្ជាប់ខ្សែដណ្ដែងដែលយើងបន្សល់ទុកចំនួន4នេះគឺយកមកផ្សារភ្ជាប់ជាមួយនឹងប្រទេសខ្សែនីក្រូហើយយើងបង្កើតបានជាស៊ុំមួយដូច្នេះការផលិតសម្ភារៈរបស់ក្រុមខ្ញុំត្រូវបានបញ្ចប់អញ្ចឹងនៅក្នុងដំណាក់កាលពិសោធន៍គឺមុនដំបូងគឺយើងត្រូវយកស៊ុំទៅសូកជាមួយនឹងបង្គោលដែកអញ្ចឹងយើងសូកវាចូលទៅក្នុងបង្គោលដែកយើងសូកវាទៅនៅបង្គោលដែកហើយយើងមានថ្មពិលចំនួន1ហើយដែលខាងនេះគឺជាពោលបោកហើយខាងនេះគឺពោលដកហើយយើងត្រូវយកដង្កាប់នេះទៅភ្ជាប់ជាមួយនឹងថ្មពិលអញ្ចឹងយើងភ្ជាប់អញ្ចឹងនៅពេលដែលយើងភ្ជាប់ថ្មពិលហើយគឺយើងជួយវាបន្តិចដើម្បីឲ្យវាវិលអញ្ចឹងនៅពេលដែលយើងភ្ជាប់រង្គៀបជាមួយនឹងថ្មពិលយើងសង្កេតមើលស៊ុំក៏ចាប់ផ្ដើមវិល
មូលហេតុដែលធ្វើឲ្យស៊ុំវិលគឺដោយសារនៅពេលដែលយើងផ្ដោតចរន្តគឺវាបានបង្កើតជាកម្លាំងអេឡិចត្រូម៉ាញេទិកដើម្បីកំណត់ទិសដៅកម្លាំងអេឡិចត្រូម៉ាញេទិកយើងត្រូវអនុវត្តតាមវិធានដៃស្ដាំអញ្ចឹងវិធានដៃស្ដាំយើងគឺមេដៃគឺទិសដៅចរន្ត E ហើយចង្អុលដៃគឺចង្អុលទិសដៅដែនម៉ាញេទិកហើយដៃកណ្ដាលនេះគឺកម្លាំងអេឡិចត្រូម៉ាញេទិកហើយនៅពេលដែលចរន្តវាខ្វះទីពីថ្មពិលទៅហើយវាឆ្លងកាត់តាមប្រទេសខ្សែនីត្រូមឡើងលើហើយនៅពេលដែលទិសដៅចរន្តឡើងលើទិសដៅដែនម៉ាញេទិកចង្អុលតាមដៃចង្អុលហើយដៃកណ្ដាលគឺជាកម្លាំងអេឡិចត្រូម៉ាញេទិកហើយនៅពេលដែលចរន្តឆ្លងកាត់ហើយវាបង្កើតបានជាកម្លាំងមួយហើយស៊ុំនេះបង្កើតបានជាកម្លាំងមួយទៀតបង្កើតបានជាកម្លាំងបន្តហើយធ្វើឲ្យស៊ុំហ្នឹងគឺវិលការពិសោធន៍នេះរួចរាល់ហើយយើងឃើញថានៅពេលដែលយើងយកដង្កៀបនេះមកភ្ជាប់នឹងថ្មពិលគឺយើងឃើញមានចរន្តឆ្លងកាត់នេះតាំងពីខ្សែដៃមកដល់កាន់បន្ទះខ្សែនីក្រូមហើយបានពីបន្ទះនីក្រូមនេះគឺមកដល់ស៊ុំធ្វើឲ្យស៊ុំនឹងគឺចាប់តាមវិលអញ្ចឹងយើងឃើញថាដំណើរការពិសោធន៍នៃការពិសោធន៍ស៊ុំវិលហ្នឹងគឺទទួលបានជោគជ័យហើយការពិសោធន៍ស៊ុំវិលនេះផងដែរគឺគេបានយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃទាក់ទងទៅនឹងម៉ូទ័រអគ្គិសនីចឹងហើយក្រុមនេះ